សរសៃអ្នកទាំងអស់គ្នាយើងត្រឡប់មកមើលការអានស្លាបព្រាទៀតហើយស្លាបព្រាសម្រាប់សប្តាហ៍នេះពីថ្ងៃទី19រហូតដល់ថ្ងៃទី25សម្រាប់ខែមករា2026ហើយដោយតែសប្តាហ៍មួយដងដែរគឺយើងមើលតែពីស្លាបទេគឺស្ថានភាពជាមួយនឹងការឆ្លើយតបឬក៏ថាអ្នកទាំងអស់គ្នាគួរធ្វើបែបណាជាមួយស្ថានភាពហ្នឹងហើយបាទហូគឺជាអ្វីដែលចាក់ឆ្ងាយឬក៏ជាអីយកមកបញ្ជាក់នៅអីដែលយើងបានចាប់បានអញ្ចឹងសម្រាប់វាស្ថានភាពយើងបាន page of one ដែល page of one កន្លែងនេះអ្នកទាំងអស់គ្នាឃើញផ្ទៃវារៀនពណ៌ប្រភេទអត់សូវជាប្រភេទស្ថានភាពដែលរីករាយខ្លាំងទេក៏ប៉ុន្តែកន្លែងនេះវាបង្ហាញថានឹងមានជាឱកាសថ្មីជាជំនួសថ្មីជាព័ត៌មានថ្មីជាដំណឹងមួយចូលមកក៏ប៉ុន្តែកន្លែងវានេះវារៀងបញ្ជាក់ថាអាចជាយើងសម័យខ្លួនអ្នកដែលនៅក្នុងស្ថានភាពហ្នឹងគឺអត់សូវមានភាពចាស់ទុំគ្រប់គ្រាន់ឬក៏អាចនឹងរៀនឆាវឆាវនៅក្នុងស្ថានភាពដែលចាប់បាននេះអញ្ចឹងហើយការឆ្លើយតបគឺយើងបានស្លឹក base strength ដែលស្លឹក base strength នេះចង់បង្ហាញអំពីការធ្វើចិត្តឲ្យនឹងថឹងកុំឆាវឆាវកុំឬថាឲ្យចាស់ទុំអញ្ចឹងអ្នកទាំងអស់គ្នាឲ្យផ្ទុយពីអាចកើតឡើងជាមួយនឹងស្ថានភាពរបស់យើងឲ្យយើងមានភាពអត់ធ្មត់Select strength ហ្នឹងអត់មានអីច្រើនទេក៏ប៉ុន្តែផ្ទៃពណ៌លឿងចឹងមានថាអីដែលអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអាចធ្វើបានណាវាជាឱកាសមួយដែលល្អអ្នកជាពេលវេលាមួយដែលល្អជាដំណឹងមួយដែលល្អបើសិនជាអ្នកទាំងអស់គ្នាឆ្លើយតបទៅដោយត្រឹមត្រូវហើយបាទហូយើងបាន King of Cup Reverse អ្នកទាំងអស់គ្នាដែលបាទហូជាទូទៅគឺបង្ហាញអ្វីដែលចាក់ឆ្ងាយពីអ្នកទាំងអស់គ្នាអញ្ចឹង King of Cup Reverse កន្លែងនេះមានន័យថាអារម្មណ៍ឆេវឆាវពិបាកគ្រប់គ្រងអារម្មណ៍តែដោយសារតែវានៅឆ្ងាយពីអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាសម្រាប់សប្តាហ៍ក្រោយអ្នកទាំងអស់គ្នាដែលបានឃើញ Deal បើក Deal លើកនេះគឺអ្នកទាំងអស់គ្នាអាចនឹងបានឱកាសល្អព័ត៌មានល្អដែលអ្នកទាំងអស់គ្នានឹងមិនឆេវឆាវឆ្លើយតបទៅនឹងឱកាសហ្នឹងឯអ្នកទាំងអស់គ្នាកន្លែងនេះវាចង់បង្ហាញតិចដែរថាឱកាសនេះអាចជារៀងប្រឡំខ្លួនអ្នកទាំងអស់គ្នាពេលខ្លះពីដំបូងមានអារម្មណ៍ថាដូចអត់មែនជាឱកាសល្អតែក៏ពិតមានជាឱកាសល្អវាឱកាសដែលរៀងលាក់ខ្លួនតិចអ្នកទាំងអស់គ្នា